កម្មវិធីអាសង្ឃអស់រោតវេទនារបស់យើងបានត្រឡប់មកវិញហើយអ្នកនរគ្នាដោយសាររដូវនេះវាជារដូវភ្លៀងចឹងហើយផ្លូវវារៀងពិបាកហើយត្រូវជិះរូបដប់រូបព្រៃដើម្បីទៅដល់គោលដៅដែលយើងចង់ទៅដោយសារខានម៉ូយូសារតែខានម៉ូយូពេកទៅផ្លូវវាយ៉ាប់យើងអត់ដឹងថាផ្លូវយ៉ាប់ហើយយើងក៏ម៉ូទាំងយ៉ាប់ទាំងបាក់មិនក៏យើងត្រូវតែម៉ូដល់ដើម្បីយើងអាចដឹងយកម៉ូតូមកទុកនៅកេះភ្នំបានហើយចំពោះការផ្សងព្រេងបោះតង់លើកនេះគឺថាយើងម៉ូយើងសង្ឃឹមថាយើងនឹងអាចរោត្រីបាននឹងអាចធ្វើម្ហូបជាមួយនឹងត្រីដែលយើងរោបានការធ្វើដំណើររបស់យើងវារៀងពិបាកបន្តិចមែនផ្លូវម៉ូវារៀងពិបាកប៉ុន្តែយើងម៉ូជួបជាមួយនឹងទេសភាពដែលយើងចង់បានចឹងហើយយើងមិនសូវជាខកចិត្តជាមួយនឹងការធ្វើដំណើររបស់យើងប្រហែលទេបើសិនជាចង់ដឹងថាវីដេអូនេះវាលំបាកប៉ុណ្ណាវាវេទនាប៉ុណ្ណាខ្ញុំក៏សូមនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅទស្សនាវីដេអូពេញទាំងអស់គ្នាបើក្បាលវីដេអូម៉ូដោយសារតែមេឃវារោភ្លៀងហើយម៉ូតាមផ្លូវវាលឹមស្រិចភ្លៀងបណ្ដើអញ្ចឹងខ្ញុំមិនសូវបានថតផ្លូវឲ្យអ្នកទាំងអស់គ្នាមើលទេប៉ុន្តែបើទេសភាពតាមផ្លូវគឺថាស្អាតយកតែមែនទែនអ្នកទាំងអស់គ្នាមើលនៅក្នុងទូរស័ព្ទចេះគឺថាស្អាតមធ្យមទេងុំដែលខ្ញុំទៅជួបផ្ទាល់ឃើញផ្ទាល់គឺថាស្អាតខ្លាំងមែនទែនដោយសារតែខានម៉ូយូខានឃើញនៅទេសភាពប្លែកអញ្ចឹងហើយដោយសារវីដេអូខ្ញុំមកដែលបានថតយូរខែហើយជិត1ឆ្នាំមកដែលបានថតវីដេអូហើយណាមួយដូចដឹងស្រាប់ហើយខែនេះវាខែវស្សាហើយទេសភាពវាដឹងតែពើខៀវស្អាតហើយមកឆាំខ្ញុំនិយាយក៏អ្នកនរគ្នាដឹងណាព្រោះទៅឲ្យតែខែវស្សាទេសភាពវាស្អាតហើយតែរឿងថាយើងដើររឿងព្រៃរឿងភ្នំវាពិបាករឿងធ្វើទៅនៅបន្តិចហើយការមកបោះតង់ហើយនេះដែលខ្ញុំមកគ្នាចំនួន6នាក់តែដោយសារតែ2នាក់កើតរវល់កើតមកតាមក្រោយខ្ញុំមកដល់4នាក់មុនហើយម៉ូនឹងគឺថាខ្ញុំម៉ូទាំងវេទនាទៅរឹមទៅដល់កលែងយើងត្រូវបោះតង់ដែលយើងគោលដៅរបស់យើងដែលត្រូវថាយើងទៅដូចតែឃើញជាក់ស្ដែងស្រាប់ហើយគេថាម៉ូតូចង់រីគិនមកសាមសាយដូចជាម៉ូតូខ្ញុំវាចង់បាក់មញងវាលឺប្រាវវាអត់ចង់ទៅមុខទេដូចជាផ្លូវវាជាផុកពេកសារតែផ្លូវផុកពេកហើយណាមួយយើងដប់គ្នាបងវាចង់អស់មញងនៅក្នុងព្រៃខ្ញុំជិះសឹងតែមិនផុតបានដល់ផ្ទះអ្នកទាំងអស់គ្នាគ្រាន់តែមើលវីដេអូនេះវាឃើញយ៉ាប់ប៉ុន្តែវាមិនសូវជាយ៉ាប់អីខ្លាំងប្រហែលទេប៉ុន្តែបើទៅជួបផ្ទាល់លួចពួកខ្ញុំគឺថាចង់រេសតង់សាមសាខ្ញុំសឹងតែខ្ញុំទុកម៉ូតូហើយខ្ញុំដើរទៅប៉ុន្តែវាដោយសារវានៅឆ្ងាយខ្ញុំក៏មានតែជិះទៅបង្ខំជិះផងរុញផងទៅបង្ខំត្រៀមតបានឡើងផុតព្រៃមកពីមកកលែងទៅមកកលែងគឺថាមិនមែនស្រួលទេណាមួយរដូវនេះវាជារដូវវស្សាហើយភ្លៀងធ្លាក់រាល់ថ្ងៃផ្លូវចាស់ដែលយើងធ្លាប់ជិះខ្លះនោះក៏យើងជិះបានហើយផ្លូវខ្លះទៀតនោះគឺយើងជិះអត់បានគេធ្វើព្រៃផ្លូវថ្មីអញ្ចឹងវាព្រៀងពិបាកណាមួយក៏សិតតគល់មិនសូវជាមានផ្លូវគេទៅប្រហែលទេនិយាយបើនិយាយទៅគឺថាអត់មានអ្នកទៅបណ្ដោយតែពួកខ្ញុំទៅនេះគឺថាថ្មីចេះបណ្ដោយផ្លូវថ្មីទើបមានឃើញកលងម៉ូតូកលងអីទេមានតែផ្លូវកលងគួយយន្តគេដឹកឈើអីតិចតួចទេបើសម្រាប់ផ្លូវម៉ូតូគឺថាมันមានអ្នកទៅដល់ទេសាច់ជិះហ្នឹងវាចូលជិត2ម៉ោងហើយបើសិនជាផ្លូវវាស្រួលយើងជិះអត់ដល់យូរដល់ថ្នាក់នោះទេប៉ុន្តែដោយសារផ្លូវយ៉ាប់ពេកចឹងយើងជិះផងរុញផងវាយូរហើយដូចដែលអ្នកនរគ្នាឃើញហើយពេលយើងទៅដល់កលែងខ្លះក៏វាដើមឈើបាក់វាអត់សូវស្អាតដូចមុនទេដោយសារភ្លៀងរាល់ថ្ងៃពេកច្រោះដើមឈើវាទឹកហូរច្រោះដើមឈើបាក់អញ្ចឹងទៅហើយកន្លែងខ្លះក៏វានៅតែស្អាតដូចអ្នកនរគ្នាឃើញនឹងទឹកវាហូរនៅតែស្អាតអ្នកនរគ្នាដឹងមូលហេតុអីបានខ្ញុំមកសារទៅលេងភ្នំជឿហ្នឹងមូលហេតុដែលខ្ញុំអាសាទៅលេងភ្នំជឿដោយសារវាយើងអាចរោត្រីរោអីហូបបានរោត្រីរោក្តាមចាប់ត្រីចាប់ក្តាមនៅតាមក្លៀតថ្មបានណាមួយវាមានទឹកយើងអាចងូតបានយើងអាចដាំបាយធ្វើម្ហូបបានជាមួយនឹងទឹកនឹងបានដោយសារទឹកនឹងវាចេញពីភ្នំវាអត់មានហូរធ្លាក់មកពីណាពីណីទៀតទេគឺវាហូរចេញមកពីក្នុងភ្នំអញ្ចឹងវាស្អាតវាអត់មានអ្នកប្រើនៅខាងលើទេអញ្ចឹងយើងអាចប្រើប្រាស់ទឹកនឹងបានយើងអាចហូបឆៅក៏បានដោយសារតែពួកខ្ញុំមកដល់នឹងមេឃវារៀងចិត្តល្ងឹតហើយអញ្ចឹងហើយមានតែចាប់ផ្ដើមនឹងគ្នារុះរឿនរៀបចំរោកលែងដើម្បីចង់តង់ចង់អុយដើម្បីយើងរោកលែងដេកនៅពេលយប់ដំបូងគិតថាដេកនៅលើដោយសារនៅកលែងមិត្តទឹកនឹងដើមឈើវាបាក់ក្រូព្រៃច្រើនពេកអញ្ចឹងដល់ថាដេកនៅលើប៉ុន្តែខ្ញុំស្រេចចិត្តថាមកដេកនៅអាកលែងដែលខ្ញុំធ្លាប់មកកាលពីលើកមុនព្រោះកលែងនេះយើងអាចដាក់តង់នឹងអាចចង់រឹងមានកលែងខ្លះយើងអាចចង់រឹងបានត្រៀមតែរៀបចំចង់តង់ចង់អីអស់ហើយនឹងមីល្ងិតបាត់ហើយអ្នកនរគ្នាលឿនខ្លាំងមែនទែនដោយសារតែនៅតំបន់ព្រៃភ្នំវាដើមឈើស្ដុកទៅយើងវានឹងដុតត្រៀមតែដុតបានឆេះដោយសារតែដើមឈើនៅតាមជុំវិញនឹងវាត្រូវទឹកភ្លើងនឹងវាដុតអត់ចង់ចៃ2នាក់ដែលខ្ញុំថាគិតមកតាមក្រោយនេះដូចតែអ្នកនរគ្នាឃើញស្រាប់ហើយល្ងិតឈឹងមិនគិតមកដល់អ្នកនរគ្នាសាកគិតមើលពួកខ្ញុំមកពីភ្លឺផ្លូវយើងមើលផ្លូវឃើញស្រួលហើយយើងនៅតែរៀមពួកគាត់មកដល់ល្ងិតឈឹងហើយអ្នកនរគ្នាថាសម័យមើលថាវាយ៉ាប់ខ្ញុំអត់នឹកស្មានថាពួកគាត់ទាំងយ៉ាប់ចឹងទេខ្ញុំគិតថាយប់ចេះតែមកខ្ញុំកំពុងតែអង្គុយដុតភ្លើងនេះឃើញភ្លើងគាត់ឈួលមកខ្ញុំគិតថាពួកគាត់ដល់ពេលតែពីពួកគាត់មកដល់ជុំគ្នាអស់ហើយយើងចាប់ផ្ដើមរៀបចំរោដុតភ្លើងដុតអីដើម្បីយើងដាំបាយដាំអីហូប
តាមពិតទៅបើសិនជាយើងមកដល់ពីរៀងភ្លឺបន្តិចទាំងអស់គ្នាយើងប្រហែលជាអត់សូវពិបាកតែដោយសារយើងមកដល់រវាងមេឃក្រិនដែលអញ្ចឹងទៅវារៀងហើយបន្ទាប់ពីរៀបចំដាក់ដាំបាយដាំអុយហើយក៏ជួយគ្នារកកន្លែងដើម្បីចង់រឹកហើយសម្រាប់ខ្ញុំដាក់តង់ទៅតែដាក់តង់ដោយសារថាតង់វាមានតែមួយអញ្ចឹងទៅអ្នកខ្លះក៏ឌីកតង់ហើយអ្នកខ្លះក៏ឌីកហើយសម្រាប់ម្ហូបយើងថ្ងៃនេះយើងដាក់ម្ហូបមកពីផ្ទះតិចតួចទេដោយសារតែយើងនឹងពឹងថាយើងនឹងអាចរកម្ហូបបានត្រីហើយនឹងក្តាមយើងអាចរកគម្រោងយើងនិយាយគ្នាថាទៅដាក់ទៅដល់សួរប្រូតុងគាត់ថាអត់មានខ្ញុំតែពេលអញ្ចឹងខ្ញុំចង់គៀងងាររួចអស់ហើយប្រូត្រីធ្វើម្ហូបប្រទេសដល់ពេលទៅដល់សួរគ្នាយើងមានតែបកាច់ផ្លេតពេលយើងទៅគ្នាច្រើនហើយយើងស្រួលតែយើងជួយរៀបចំគ្នាម្នាក់ធ្វើនេះបើយើងទៅគ្នាតិចវាមែនប៉ុន្តែវាពិបាករឿងយើងដាំបាយដាំអីវារឿងពិបាកយើងពិបាកចាត់ចែងការងារចែកគ្នាទៅម្នាក់ឯងដូចខ្ញុំពេល stress ខ្លាំងធ្វើការធ្វើអីហត់ខ្លាំង stress ខ្លាំងយើងចង់ទៅស្រួលធម្មជាតិមិនសូវជាមានភាពញ៉ៃញ៉ៃអីយើងអាចទៅចូលមកកាន់សាច់រឿងយើងវិញដូចដែលអ្នកហៅយើងថាតស្លាបព្រាចង់2 ម៉ែត្រហើយដើម្បីវាបបកបានតាមផ្លូវត្រីនឹងកែបបានតាមផ្លូវយកទៅសាកត្រីនឹងវាបបកមកតាមផ្លូវទេវីដេអូនេះដែលវារៀងវែងបន្តិចអធិស្ឋានទៅកាន់អ្នកទាំងអស់គ្នាព្រោះខ្ញុំថតទៅវាឃើញស្អាតពេកទេសភាពខាងនេះវាស្អាតតែវាមិនជាបញ្ហានេះសម្រាប់អ្នកនេះដឹងសម្រាប់ដើរព្រៃក៏បានទុកជាខ្ញុំក៏ចេះតែកាត់ដាក់ទៅពីយើងជួយគ្នាធ្វើហើយបាយនេះបាយម្ហូបនេះយើងដាក់មកពីផ្ទះទេហើយព្រឹកយើងត្រូវរោត្រីតែមកភ្នំចង្កាបបើថាយើងមិនមានឧបករណ៍ក៏វាអាចចាប់ក្តាមបានដែរព្រោះក្តាមយើងអាចចាប់នឹងដៃបានហើយក្តាមភ្នំដូចអ្នកនរគ្នាឃើញស្រាប់ក្តាមភ្នំបាទបាយរួចយើងនឹងនាងអង្គុយលេងនៅបន្ទប់ចេះឯងក្តាមភ្នំហើយបបកចង់រឹងចង់ក្រមដើមលវីខ្ញុំក៏ស្គាល់ play លវីខ្ញុំទៅស្គាល់កំពុងអង្គុយលេងនៅប្រូតុងគេថាមិនអីគេបកអុយមើលលវី play ល្មិចអីល្មិចគេពិភាក្សាគ្នាអីណាព្រោះតែមនុស្ស play លវីវាឃើញថានៅស្រកស្រែមានតែ play ជើខ្លះក៏ស្គាល់តែរឿង play លវីនឹងខ្ញុំអត់ទៅស្គាល់មានឡាំដល់ពីទេទិញតែប្រហែល5កញ្ចប់ពីអុយកើត8កញ្ចប់នេះផ្ទាំងគ្នាគឺខ្ញុំដឹងគេថាគេទិញល្មិចគ្នាមើលនៅនោះទៅម៉ោង5គាត់ងើបតាំងម៉ោង4 11ម៉ោងហ្នឹងពីរឿងភ្លឺគ្រឿនហើយគាត់អាចទៅសាលាបានគ្រូបរៀនអញ្ចឹងទៅគាត់ត្រូវងើបទៅពីរោជីនុយយកទៅដាក់ប្រកាន់កែបអាកូនកែបអាដាបបកនឹងវាធំពេកអូនឹងតាមជ្រោះទឹកជ្រោះដែលវានុយនេះយកទៅដាក់អាត្រីនៅតាមបើទៅពីកែបវាធំ
ហើយនៅភ្នំដឹងស្រាប់ឲ្យវាពិបាករកអាកន្លែងជីកនុយនឹងណាយើងបានទាំងពីរមុខនុយវាទៅយើងអាចដាក់បានផ្លែសន្ទូចដើម្បីយើងព្រោះត្រីបកៃយើងអត់ដឹងថាវាស៊ីមិនស៊ីទេដូចដែលឃើញនៅក្នុងវីដេអូនេះស្រាប់ដាក់ខ្ជឹងភ្លាមត្រីនេះហៅត្រីខ្ជឹងទេខ្ញុំគិលវាមិនសូវច្បាស់សម្រាប់ការរកត្រីរបស់យើងមានមកដាក់កាត់ដៃហើយនឹងយើងស្ទូចតិចតួចកន្លែងដែលយើងត្រូវដាក់ម៉ងនោះគឺថាទំនងច្រើនប៉ុណ្ណាឧបសគ្គរបស់យើងគឺថាយើងនឹមនិយាយគ្នាសួររោម៉ងគឺអត់មានម៉ងដាក់ទេតែជាអសល់ត្រីធំហ៎ត្រីខ្លាំងក្នុងជើងបាទគេស្ទូចត្រីនឹងដាក់បកាយពេលយប់ហ្នឹងខ្ញុំអស់ឡើងពេកខ្ញុំមួយឌីពេកខ្ញុំក៏ថ្មិចឌីលក់រហូតទៅពេលព្រឹកគ្រូអ៊ីតគេក្រកទៅផ្ទះបានខ្ញុំដឹងគេដាក់បកាយដល់ម៉ោង12បើសិនជាគេអត់ដាក់គេថាអត់បានងើបទឿនទេគេអានទៀតវាឆ្ងាញ់ត្រង់ថាគេបានដឹងសាច់រឿងអីទេព្រឹកឡើងគេងើបទៅព្រឹកឡើងប្រូអ៊ីតគេរៀបក្រករៀបចំរឹកទុកអុយអត់មានដឹងអត់មានប្រាប់ទៅព្រឹកឡើងគេងើបទៅខ្ញុំគិតថាអត់មានដឹងដោយសារពីល្ងាចយើងមកដល់ខ្ញុំក៏ដើរមកថតទឹកមើលទីទៀតឃើញថាទឹកអាំងហើយអាត្រីដែលគេប្រឡាក់ទុកអុយស្រាប់ក្តាមគេចាត់ទុកអុយស្រាប់យប់ម៉ាញ់ហ្នឹងជាដីជៀនអីដាំបាយលឹងហើយងើបមុតគេជៀនចូលទៅភាសាដីខ្សាច់ខាងក្រមវាទៅជាស្រួលទៅជាស្រួលតែគាត់ទៅជាស្រួលគាត់ដឹកលោកភួយមួយថ្នប់ម្នាក់ឯងគេថាឌីលុបមុខលុបមាត់ដោះថ្មីជិន7ជាងទៅចុះមកក្រគឺពីបាយហើយរៀបចំតង់រៀបដល់គ្នាបានឃើញក្នុងវីដេអូនេះស្រាប់ចំឡើងចេញមកធម្មជាតិដូចពួកខ្ញុំភាសាដើមស្អាតប៉ុណ្ណាទេអ្នកនរគ្នាអើយនឹងទៅពេញចិត្តហើយក្រោយពីយើងចេញផុតពីព្រៃយើងមកដល់ឃើញអាដាវា